ប្រជាពលរដ្ឋមានការសប្បាយចិត្តចំពោះការដោះស្រាយរបស់ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់គម្រោងផ្ទះនិងដីឡូលេងនវត្រាផ្លូវជាតិលេខ 6A ដែលបានមកបន្តនីតិវិធីចុះបញ្ជីផ្ទៃកម្មសិទ្ធិស្របច្បាប់នាព្រឹកថ្ងៃទី27ខែវិច្ឆិកា2025នាសាលសន្និបាត2021ជាន់ទី2នៃទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមសាយសំអល់ឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ប្រជាពលរដ្ឋបានអញ្ជើញចុះមកផ្ទាល់និងមានចំណាប់អារម្មណ៍ដូចតទៅបាទសូមជម្រាបសួរជាបឋមខ្ញុំបាទឈ្មោះស៊ិនគិរីគឺជាគ្រូបង្រៀនរស់នៅភូមិបារាយធំឃុំបារាយស្រុកបារាយខេត្តកំពង់ធំបាទថ្ងៃនេះគឺជាថ្ងៃដែលក្រុមហ៊ុនលេងនវត្រាដែលគាត់សហការជាមួយនឹងក្រសួងដែនដីនគររូបនីយកម្មនិងសំណង់គាត់បានធ្វើការចេញបានកម្មសិទ្ធិជូនអតិថិជនរបស់គាត់ចំនួន2463នាក់បាទអញ្ចឹងនៅថ្ងៃនេះខ្ញុំមានសេចក្តីត្រេកអរយ៉ាងខ្លាំងរីករាយយ៉ាងខ្លាំងដែលក្រុមហ៊ុនគាត់បានផ្ដល់នៅបានកម្មសិទ្ធិជាផ្ទះល្វែងបាទហើយខ្ញុំបញ្ជាក់ទៀតថាបានកម្មសិទ្ធិនេះគឺខ្ញុំបានទាំងផ្ទះបានទាំងប្លង់បាទបានទាំងផ្ទះបានទាំងប្លង់ទាំងអស់ហើយខ្ញុំមានសេចក្តីរំភើបរីករាយមែនទែនមុននឹងទទួលបាននេះខ្ញុំតែងតែរំពឹងសង្ឃឹមថានឹងទទួលបានឥឡូវខ្ញុំទទួលបាននៅថ្ងៃនេះពិតជាសប្បាយរីករាយមែនទែនហើយខ្ញុំក៏សូមផ្ដាំផ្ញើជូនដល់អតិថិជនទាំងអស់ដែលគាត់មិនទាន់ទទួលបានសូមមេត្តាអត់ធ្មត់នឹងរងចាំក្រុមហ៊ុនក៏ដូចជាក្រសួងគាត់នឹងជួយដោះស្រាយនៅរាល់បញ្ហារាំងស្ទះទាំងប្រមាណដែលក្រុមហ៊ុនគាត់និងក្រសួងគាត់បានខំប្រឹងដោះស្រាយជូនហើយថ្ងៃក្រោយប្រជាពលរដ្ឋក៏ដូចជាអតិថិជនដែលទិញផ្ទះបុរីឬក៏ទិញដីឡូរបស់ក្រុមហ៊ុនលេងនវត្រានឹងទទួលបានកម្មសិទ្ធិដូចគ្នាដូចខ្ញុំនៅពេលខាងក្រោយជាបន្តបាទជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងដែនដីនគររូបនីយកម្មនិងសំណង់និងក្រុមហ៊ុនលេងនវត្រាដែលគាត់ខិតខំប្រឹងប្រែងដោះស្រាយនៅរាល់បញ្ហាទាំងអស់ជូនអតិថិជនក៏ដូចជាប្រជាពលរដ្ឋដែលគាត់រងចាំទទួលបានកម្មសិទ្ធិក៏ដូចជាអចលនៈទ្រព្យផ្សេងបាទសូមអរគុណនិងសូមគោរពជូនពរឲ្យក្រសួងដែនដីនគររូបនីយកម្មក៏ដូចជាក្រុមហ៊ុនទទួលបាននៅសេចក្តីសុខចម្រើននិងជោគជ័យគ្រប់ការងារបាទសូមអរគុណបាទអរគុណខ្ញុំឈ្មោះម៉ៅធឿនរស់នៅទីក្រុងភ្នំពេញស្រុកភ្នំពេញហើយការងារជាសន្តិសុខមុននឹងក្រោយទទួលបានកម្មសិទ្ធិផ្ទះនេះខ្ញុំដូចជាមានអារម្មណ៍ថាជឿទុកចិត្តលើបារីលេងវត្រាជាពិសេសជឿលើរដ្ឋាភិបាលយើងក្រោមការដឹកនាំរបស់សម្ដេចទាំងពីរបាទហើយពាក្យចាំរំគេថាក្រុមហ៊ុនបោកមិនអត់មានទេតាមការសង្កេតមើលមកខ្ញុំពីមុនមកគឺខ្ញុំទៅមើលផ្ទះខ្ញុំដែលកំពុងសាងសង់នឹងសាងសង់ហើយគឺការបណ្ដាការជាងគាត់សម្រុកធ្វើវាណាស់ថាអតិថិជនខ្លះគាត់មានការភ័យខ្លាចដោយសារគាត់អត់ទាន់ផ្ទះគាត់អត់ទាន់ហើយបាទអរគុណបាទតាមការអង្កេតរបស់ខ្ញុំគឺថាការសាងសង់របស់បរិយាគឺគេដំណើរការមានការអត់អួលដោយសារបញ្ហាខ្វះសម្ភារៈខ្លះដោយសារតំណែងសម្ភារៈខ្លះយើងយកមកពីក្រៅប្រទេសការដឹកជញ្ជូនមកវាអាចមានការខកខានយ៉ាងវាតែមានបញ្ហាចឹងហើយតែបើថាគោលបំណងរបស់បរិយាគឺគេសាងសង់បន្តរហូត